សូមជម្រាបសួរមិត្តអ្នកស្ដាប់ទាំងអស់ថ្ងៃនេះយើងនឹងមកស្វែងយល់ពីប្រធានបទមួយដែលកំពុងល្បីល្បាញជាខ្លាំងនោះគឺរដ្ឋខៅទូលេនៅថ្ងៃទី6 ខែមករាឆ្នាំ2026រដ្ឋខៅទូលេបានប្រកាសឯករាជ្យបំបែករដ្ឋចេញពីប្រទេសមីយ៉ាន់ម៉ាដោយប្រកាសថាខ្លួនជាប្រទេសមួយដែលមានប្រធានាធិបតីជាអ្នកគ្រប់គ្រងដូច្នេះយើងនឹងមកស្វែងយល់អំពីដំណើរដើមទងនិងប្រវត្តិព្រមទាំងឥទ្ធិពលផ្សេងៗនៅពេលរដ្ឋនេះបានប្រកាសឯករាជ្យខៅទូលេគឺជាគំនិតប្រវត្តិសាស្ត្រនយោបាយនិងវប្បធម៌ដ៏សំខាន់មួយរបស់ជនជាតិការ៉ែនឬកាយីនដែលប្រើដើម្បីសម្គាល់ដែនដីបុរាណនៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ាជាប់ព្រំដែនប្រទេសថៃនិងស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះពាក្យខៅទូលេត្រូវបានបកស្រាយទូទៅថាមានន័យប្រហែលដែនដីនៃមនុស្សសេរីឬប្រទេសរបស់ជនជាតិការ៉ែនដែលបង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការរស់នៅដោយមានអធិបតេយ្យភាពសមភាពនិងការគោរពអត្តសញ្ញាណជាតិគំនិតខៅទូលេបានលេចចេញយ៉ាងច្បាស់នៅចុងសម័យអាណានិគមអង់គ្លេសនិងក្រោយមីយ៉ាន់ម៉ាទទួលបានឯករាជ្យនៅឆ្នាំ1948ជនជាតិការ៉ែនបានរំពឹងថារដ្ឋថ្មីនឹងអនុវត្តប្រព័ន្ធសហព័ន្ធនិងផ្ដល់សិទ្ធិស្មើភាពដល់ជនជាតិដើមភាគតិចតាមសេចក្តីសន្យាកាលពីសម័យអាណានិគមទោះយ៉ាងណាការមិនអនុវត្តគោលការណ៍ទាំងនេះនិងការរឹតបន្តឹងនយោបាយបានបណ្ដាលឲ្យកើតមានការខកចិត្តយ៉ាងខ្លាំងនិងជំរុញឲ្យជនជាតិការ៉ែនមួយផ្នែកចាប់ផ្ដើមការតស៊ូរយៈពេលវែងដើម្បីការពារសិទ្ធិនិងអត្តសញ្ញាណជាតិរបស់ខ្លួនក្នុងបរិបទនោះអង្គការការ៉ែន National Union ហៅកាត់ថា KNU ត្រូវបានបង្កើតឡើងដើម្បីដឹកនាំការតស៊ូនយោបាយនិងការពារប្រយោជន៍ជនជាតិការ៉ែនអង្គការនេះបានបង្កើតកម្លាំងយោធា Karen National Liberation Army ហៅកាត់ថា KNLA ដើម្បីការពារប្រជាជននិងគ្រប់គ្រងតំបន់ខ្លះៗជាក់ស្ដែងជាមួយគ្នានេះ KNU ក៏បានបង្កើតរចនាសម្ព័ន្ធរដ្ឋបាលការអប់រំនិងការគ្រប់គ្រងសង្គមក្នុងតំបន់ដែលខ្លួនមានឥទ្ធិពល Government of Khathule ជារចនាសម្ព័ន្ធនយោបាយដែលអះអាងតំណាងឲ្យជនជាតិការ៉ែនប៉ុន្តែមិនមានស្ថានភាពជារដ្ឋាភិបាលដែលបានទទួលស្គាល់តាមច្បាប់អន្តរជាតិឬដោយប្រទេសណាមួយឡើយតាមរដ្ឋបាលផ្លូវការរបស់មីយ៉ាន់ម៉ាតំបន់ការ៉ែនមានផ្ទៃដីប្រហែល 30,000 គីឡូម៉ែត្រការ៉េទោះជាយ៉ាងណាក្នុងទស្សនៈជាតិនិយមរបស់ជនជាតិការ៉ែនគំនិតខៅទូលេអាចរួមបញ្ចូលតំបន់ធំជាងនេះដែលលាតសន្ធឹងទៅតំបន់ភាគអាគ្នេយ៍និងភាគខាងត្បូងនៃប្រទេសប៉ុន្តែមិនមានការកំណត់ជាផ្លូវការឡើយចំពោះប្រជាជនមានជនជាតិការ៉ែនប្រមាណ 5 ទៅ 7 លាននាក់រស់នៅទូទាំងមីយ៉ាន់ម៉ានិងប្រទេសជិតខាងក្នុងនោះប្រហែល 2 ទៅ 3 លាននាក់រស់នៅក្នុងតំបន់ដែលត្រូវបានចាត់ទុកថាជាដែនដីខៅទូលេឬតំបន់ដែល KNU មានឥទ្ធិពលតាមបរិបទនយោបាយអន្តរជាតិមិនមានប្រទេសណាមួយទទួលស្គាល់ខៅទូលេជារដ្ឋឯករាជ្យនិងមិនមានការគាំទ្រផ្លូវការរវាងរដ្ឋនិងរដ្ឋទេគោលការណ៍អន្តរជាតិអំពីអធិបតេយ្យភាពនិងបូរណភាពដែនដីបានធ្វើឲ្យរដ្ឋភាគច្រើនជៀសវាងការគាំទ្រចលនាបំបែករដ្ឋទោះជាយ៉ាងណាមានការគាំទ្រដោយប្រយោលនិងមិនផ្លូវការក្នុងទម្រង់ជាជំនួយមនុស្សធម៌សិទ្ធិមនុស្សនិងការអត់ឱនតាមព្រំដែនជាពិសេសពីប្រទេសថៃដែលបានអនុញ្ញាតឲ្យជនភៀសខ្លួនការ៉ែនរាប់សែននាក់រស់នៅតាមព្រំដែននិងអង្គការអន្តរជាតិដែលផ្ដល់ជំនួយផ្នែកអាហារសុខាភិបាលការអប់រំនិងការការពារជនភៀសខ្លួនប្រទេសលោកខាងលិចដូចជាអាមេរិកនិងសហភាពអឺរ៉ុបនិងអង់គ្លេសគាំទ្រសិទ្ធិជនជាតិភាគតិចនិងចក្ខុវិស័យមីយ៉ាន់ម៉ាសហព័ន្ធប្រជាធិបតេយ្យប៉ុន្តែមិនគាំទ្រខៅទូលេ
ជារដ្ឋឯករាជ្យនិងមិនផ្គត់ផ្គង់អាវុធឲ្យរដ្ឋនេះទេបន្ទាប់ពីរដ្ឋប្រហារឆ្នាំ2021 ខៅ ទូលេបានចូលរួមយ៉ាងសកម្មក្នុងសម្ព័ន្ធប្រឆាំងរដ្ឋាភិបាលយោធារួមជាមួយ National Unity Government ហៅកាត់ថា NUG និងក្រុមជនជាតិផ្សេងៗក្នុងបរិបទនេះខៅ ទូលេមិនត្រឹមតែតំណាងឲ្យគំនិតឯករាជ្យទេប៉ុន្តែថែមទាំងជាសញ្ញានៃការតស៊ូដើម្បីសម្ព័ន្ធភាពប្រជាធិបតេយ្យនិងការគោរពសិទ្ធិជនជាតិដើមភាគតិចក្នុងរដ្ឋមីយ៉ាន់ម៉ាដែលមានភាពចម្រុះជាតិនិងភាសាសម្រាប់ជនជាតិការ៉ែនជាច្រើនខៅ ទូលេមិនមែនត្រឹមជាគំនិតបំបែករដ្ឋទេប៉ុន្តែជាចក្ខុវិស័យនៃមីយ៉ាន់ម៉ាថ្មីដែលមានលក្ខណៈសហព័ន្ធប្រជាធិបតេយ្យនិងគោរពសិទ្ធិជនជាតិដើមភាគតិចវាឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ពួកគេក្នុងការរស់នៅដោយសេចក្តីថ្លៃថ្នូរសន្តិភាពសមភាពនិងការរួមរស់ជាមួយជនជាតិផ្សេងៗក្នុងសង្គមពហុជាតិចំពោះប្រទេសថៃមិនបានប្រកាសគាំទ្ររដ្ឋខៅ ទូលេជាផ្លូវការនៅកម្រិតរដ្ឋនិងរដ្ឋនៅឡើយទេប៉ុន្តែក្នុងអតីតកាលនិងជាក់ស្ដែងតាមព្រំដែនថៃបានអនុវត្តគោលនយោបាយអត់ឱននិងទំនុកបម្រុងដោយប្រយោលជាច្រើនទម្រង់ដើម្បីបម្រើផលប្រយោជន៍សុវត្ថិភាពនិងយុទ្ធសាស្ត្ររបស់ខ្លួនជាពិសេសចាប់ពីទសវត្សរ៍1970ដល់1990កងទ័ពថៃមួយចំនួនបានអត់ឱនឲ្យកងកម្លាំងរបស់រដ្ឋខៅ ទូលេដោយប្រើតំបន់ជាប់ព្រំដែនថៃជាតំបន់សម្រាកឬផ្លូវចេញចូលនិងមើលថែទាំរដ្ឋនេះដើម្បីទប់ឥទ្ធិពលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក្នុងការកាត់បន្ថយហានិភ័យសង្គ្រាមឆ្លងព្រំដែនជាមួយគ្នានេះថៃបានអនុញ្ញាតឲ្យជនភៀសខ្លួនការ៉ែនរាប់សែននាក់រស់នៅក្នុងជំរំតាមព្រំដែនទោះបីជាមិនផ្ដល់ស្ថានភាពជាពលរដ្ឋឬសិទ្ធិធ្វើការពេញលេញក៏ដោយក៏ថៃមិនបានបង្ខំឲ្យពួកគេត្រឡប់ទៅរកមីយ៉ាន់ម៉ាវិញដែលកំពុងមានសង្គ្រាមយ៉ាងធ្ងន់ធ្ងរថៃក៏បានអនុញ្ញាតឲ្យអង្គការអន្តរជាតិនិងអង្គការមនុស្សធម៌ដំណើរការពីលើដែនដីថៃដើម្បីផ្ដល់ជំនួយអាហារសុខាភិបាលការអប់រំនិងការការពារជនភៀសខ្លួនទៅកាន់សហគមន៍ការ៉ែននិងតំបន់ដែលរដ្ឋខៅ ទូលេមានឥទ្ធិពលដែលជាទម្រង់គាំទ្រសំខាន់បំផុតជាក់ស្ដែងប៉ុន្តែជាការគាំទ្រមនុស្សធម៌មិនមែនយោធានៅអតីតកាលក៏មានកម្លាំងយោធារបស់រដ្ឋខៅ ទូលេឆ្លងព្រំដែនដើម្បីដកថយនិងដឹកជញ្ជូនសម្ភារៈហើយអាជ្ញាធរថៃខ្លះមិនតឹងរ៉ឹងខ្លាំងប៉ុន្តែបន្ទាប់ពីទំនាក់ទំនងថៃមីយ៉ាន់ម៉ាល្អប្រសើរឡើងនិងការវិនិយោគតាមព្រំដែនកើនឡើងថៃបានរឹតបន្តឹងយ៉ាងខ្លាំងនិងជៀសវាងឲ្យរដ្ឋខៅ ទូលេប្រើដែនដីខ្លួនជាមូលដ្ឋានយោធាលើសពីនេះមានការទំនាក់ទំនងមិនផ្លូវការរវាងមន្ត្រីថៃមួយចំនួននិងរដ្ឋឯករាជ្យមួយនេះសម្រាប់ការចរចាអំពីសុវត្ថិភាពព្រំដែនការការពារពាណិជ្ជកម្មនិងផ្លូវដឹកជញ្ជូនប៉ុន្តែមិនមានកិច្ចព្រមព្រៀងយោធាផ្លូវការឬការទទួលស្គាល់នយោបាយឡើយទាំងអស់នេះកើតឡើងក្រោមជំហរអព្យាក្រឹតប្រយោលរបស់ថៃដែលមានមូលហេតុចម្បងពីការព្រួយបារម្ភសុវត្ថិភាពព្រំដែនការរក្សាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាការគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងតាមបែបអាស៊ាននិងការប្រុងប្រយ័ត្នចំពោះការប្រកួតអំណាចតំបន់ដូច្នេះសរុបមកថៃមិនទទួលស្គាល់ខៅ ទូលេជារដ្ឋនិងមិនទទួលស្គាល់សហព័ន្ធជនជាតិការ៉ែនជារដ្ឋាភិបាលដោយមិនបានផ្គត់ផ្គង់អាវុធមិនចូលរួមប្រយុទ្ធនិងមិនប្រកាសគាំទ្រឯករាជ្យការ៉ែនឡើយប៉ុន្តែបានអត់ឱននិងទំនុកបម្រុងដោយប្រយោលតាមព្រំដែនដើម្បីបម្រើផលប្រយោជន៍សុវត្ថិភាពនិងយុទ្ធសាស្ត្ររបស់ខ្លួនមិនមែនដោយសារគាំទ្រការបំបែករដ្ឋឬឯករាជ្យរបស់ការ៉ែនទេប្រទេសថៃមិនហ៊ានប្រកាសគាំទ្រការប្រកាសឯករាជ្យរបស់សាធារណរដ្ឋខៅ ទូលេពីព្រោះវាប៉ះពាល់ដោយផ្ទាល់ដល់សន្តិសុខជាតិនិងគោលនយោបាយការទូតរបស់ខ្លួនជាប្រទេសសមាជិកអាស៊ានថៃ
ត្រូវគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងការគោរពអធិបតេយ្យភាពរបស់រដ្ឋសមាជិកផ្សេងទៀតដូច្នេះការគាំទ្រការបំបែកខ្លួនចេញពីមីយ៉ាន់ម៉ានឹងបង្កការប៉ះទង្គិចនយោបាយក្នុងតំបន់និងបង្កគំរូអាក្រក់សម្រាប់អាស៊ានទាំងមូលព្រមទាំងថៃក៏ព្រួយបារម្ភអំពីបញ្ហាបំបែកខ្លួនក្នុងប្រទេសខ្លួនឯងស្ថានភាពសន្តិសុខតាមព្រំដែននិងរលកជនភៀសខ្លួនដែលអាចកើតឡើងបើមានការគាំទ្រជាក់ស្ដែងលើសពីនេះទៅទៀតថៃត្រូវរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីផលប្រយោជន៍សេដ្ឋកិច្ចថាមពលនិងការគ្រប់គ្រងព្រំដែនខណៈដែលខៅថូឡេមិនទាន់មានស្ថានភាពជារដ្ឋដែលត្រូវទទួលស្គាល់តាមច្បាប់អន្តរជាតិបើមើលពីជ្រុងអាស៊ានប្រសិនបើខៅថូឡេឬក្រុមសហព័ន្ធជនជាតិការ៉ែនអាចបំបែកខ្លួនជារដ្ឋឯករាជ្យបានពិតប្រាកដនោះអាស៊ានភាគច្រើននឹងមានទស្សនៈប្រុងប្រយ័ត្នខ្លាំងនិងមិនទទួលស្គាល់ភ្លាមដោយសារតែគោលការណ៍ស្នូលរបស់អាស៊ានគឺមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនិងគោរពបូរណភាពដែនដីសម្រាប់អាស៊ានការទទួលស្គាល់រដ្ឋថ្មីដែលកើតពីការបំបែករដ្ឋសមាជិកមួយអាចបង្កើតគំរូគ្រោះថ្នាក់ដល់ប្រទេសផ្សេងៗក្នុងតំបន់ដែលមានបញ្ហាជនជាតិភាគតិចនិងចលនាបំបែករដ្ឋដូចជាថៃប៉ាតានីឥណ្ឌូនេស៊ីប៉ាពូអាហ្វីលីពីនមីនដាណាវម៉ាឡេស៊ីសាបានិងសូម្បីតែវៀតណាមឬឡាវក្នុងមាត្រដ្ឋានសន្តិសុខជាតិរបស់ខ្លួនដូច្នេះទស្សនៈសំខាន់របស់អាស៊ាននឹងមិនមើលខៅថូឡេជារដ្ឋសេរីភាពទេប៉ុន្តែមើលទៅពួកគេជាបញ្ហាបំបែករដ្ឋដែលគំរាមកំហែងដល់ស្ថិរភាពតំបន់និងឯកភាពរបស់អាស៊ានលើសពីនេះអាស៊ានមានគោលនយោបាយច្បាស់ថាបញ្ហាមីយ៉ាន់ម៉ាគួរត្រូវដោះស្រាយតាមដំណោះស្រាយនយោបាយក្នុងសហភាពមីយ៉ាន់ម៉ាជាពិសេសតាមទិសដៅសហព័ន្ធប្រជាធិបតេយ្យជាងការបំបែកជារដ្ឋថ្មីដូច្នេះប្រសិនបើខៅទូលេប្រកាសឯករាជ្យអាស៊ាននឹងស្ទើរតែមិនទទួលស្គាល់និងអំពាវនាវឲ្យមានការចរចាការសម្របសម្រួលនិងការកែលម្អរចនាសម្ព័ន្ធរដ្ឋមីយ៉ាន់ម៉ាជាដំណោះស្រាយរយៈពេលវែងជំនួសឲ្យការគាំទ្របំបែករដ្ឋក្នុងភាសានយោបាយអាស៊ាននេះមានន័យថាខៅទូលេនឹងត្រូវបានមើលជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាមិនមែនជារដ្ឋថ្មីដែលគួរទទួលស្គាល់ឡើយហើយអាស៊ាននឹងព្យាយាមរក្សាស្ថិរភាពតំបន់ឯកភាពអាស៊ាននិងបូរណភាពដែនដីរដ្ឋសមាជិកជាអាទិភាពលើសអ្វីទាំងអស់បើមើលពីជ្រុងមហាអំណាចទាំង3សហរដ្ឋអាមេរិកចិនរុស្ស៊ីនិងលោកខាងលិចប្រសិនបើខៅទលេឬក្រុមសម្ព័ន្ធជនជាតិការ៉ែនបំបែកខ្លួនជារដ្ឋឯករាជ្យនោះទស្សនៈរបស់មហាអំណាចទាំងអស់នឹងមានលក្ខណៈប្រុងប្រយ័ត្នខ្លាំងមិនទទួលស្គាល់ភ្លាមនិងផ្អែកលើផលប្រយោជន៍យុទ្ធសាស្ត្រជាងលើសិទ្ធិជនជាតិភាគតិចតែប៉ុណ្ណោះសម្រាប់ចិននឹងប្រឆាំងយ៉ាងច្បាស់ចំពោះការបំបែករដ្ឋព្រោះប៉ះពាល់ដល់គោលការណ៍ស្នូលរបស់ខ្លួនអំពីអធិបតេយ្យភាពនិងបូរណភាពដែនដីហើយខ្លាចបង្កើតគំរូអាក្រក់ដល់បញ្ហាតៃវ៉ាន់ទីបេស៊ីនជៀងនិងម៉ុងហ្គូលីចិនក៏មានផលប្រយោជន៍សេដ្ឋកិច្ចនិងយុទ្ធសាស្ត្រធំនៅមីយ៉ាន់ម៉ាផ្អែកលើគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយជាប់ព្រំដែនយូណានច្រកសមុទ្រអានដាម៉ាន់ដូច្នេះចិននឹងគាំទ្ររដ្ឋមីយ៉ាន់ម៉ាជារដ្ឋតែមួយជាងគាំទ្ររដ្ឋថ្មីរុស្ស៊ីក៏នឹងប្រឆាំងដូចគ្នាព្រោះរុស្ស៊ីមានគោលនយោបាយប្រឆាំងការបំបែករដ្ឋដោយសារបទពិសោធន៍ឆេឆឺនីនិងបញ្ហាផ្ទៃក្នុងនិងមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដូច្នេះរុស្ស៊ីនឹងមើលខៅទូលេជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាមិនមែនជារដ្ឋស្របច្បាប់ថ្មីឡើយចំណែកសហរដ្ឋអាមេរិកនិងលោកខាងលិចអឺរ៉ុបអង់គ្លេសអូស្ត្រាលីជាដើមទស្សនៈនឹងស្មុគស្មាញជាងនេះព្រោះនៅមួយផ្នែកពួកគេគាំទ្រសិទ្ធិជនជាតិដើមភាគតិចប្រជាធិបតេយ្យនិងប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប៉ុន្តែនៅមួយផ្នែកទៀតពួកគេក៏មិនចង់ឲ្យមានការបំបែករដ្ឋមីយ៉ាន់ម៉ាដោយផ្លូវការដែរព្រោះខ្លាចបង្កអស្ថិរភាពអាស៊ាននិងបើកផ្លូវឲ្យចិនពង្រីកឥទ្ធិពលដូច្នេះសហរដ្ឋអាមេរិកនិងអឺរ៉ុបនឹងស្ទើរតែមិនទទួលស្គាល់ខៅទូលេជារដ្ឋឯករាជ្យភ្លាមទេប៉ុន្តែអាចបង្កើនការគាំទ្រនយោបាយសីលធម៌
និងមនុស្សធម៌ដល់ក្រុមសម្ព័ន្ធមួយនេះក្នុងបរិបទសហព័ន្ធប្រជាធិបតេយ្យជំនួសឲ្យការគាំទ្របំបែករដ្ឋក្នុងភាសានយោបាយមហាអំណាចនេះមានន័យថាខៅទូលេនឹងត្រូវបានមើលជាឧបករណ៍មួយក្នុងការប្រកួតអំណាចលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានិងចិនជាងត្រូវបានទទួលស្គាល់ជារដ្ឋសេរីភាពពេញលេញសរុបសេចក្តីមកពីជ្រុងមហាអំណាចនិងលោកខាងលិចគ្មានភាគីណាចង់បើកគំរូការបំបែករដ្ឋមីយ៉ាន់ម៉ាព្រោះវាអាចបំផ្លាញស្ថិរភាពតំបន់និងបង្កបញ្ហាខ្លួនឯងនៅផ្ទះដូច្នេះខៅទូលេប្រសិនបើកើតឡើងជារដ្ឋនឹងប្រឈមមុខនឹងភាពឯកោអន្តរជាតិខ្ពស់និងការទទួលស្គាល់កម្រខ្លាំងទោះបីមានការអាណិតអាសូរនិងការគាំទ្រសិទ្ធិមនុស្សពីលោកខាងលិចក៏ដោយបើយើងមកមើលជនជាតិដើមភាគតិចការ៉ែនៅកម្ពុជាឃើញថាមានចំនួនតិចខ្លាំងណាស់រហូតអាចនិយាយបានថាមិនមានសហគមន៍ការ៉ែនជាអង្គភាពជាតិដាច់ដោយឡែកដូចជាជនជាតិភាគតិចដទៃទៀតនៅកម្ពុជាឡើយព្រោះប្រវត្តិសាស្ត្រភូមិសាស្ត្ររបស់ការ៉ែនមានដើមកំណើតសំខាន់នៅមីយ៉ាន់ម៉ានិងភាគខាងលិចថៃមិនមែននៅតំបន់ឥណ្ឌូចិនឬដែនដីខ្មែរបុរាណទេដូច្នេះការមកដល់កម្ពុជារបស់មនុស្សដែលមានជនជាតិដើមការ៉ែនភាគច្រើនគឺតាមរយៈការអន្តោប្រវេសន៍ការជាប់គ្រោះសង្គ្រាមនិងការធ្វើការងារឬការរត់ភៀសខ្លួនជាបុគ្គលក្នុងសតវត្សទី20មិនមែនជាការតាំងទីលំនៅប្រវត្តិសាស្ត្រដ៏យូរអង្វែងឡើយហើយដោយសារតែចំនួនតិចបំផុតអាចតិចជាង 1000 នាក់ឬតិចជាង 100 នាក់ផងដែរពួកគេភាគច្រើនអាចលាយបញ្ចូលខ្លួនយ៉ាងខ្លាំងជាមួយសង្គមខ្មែរទទួលយកភាសាវប្បធម៌និងអត្តសញ្ញាណខ្មែររហូតមិនត្រូវបានចុះបញ្ជីជាជនជាតិដើមភាគតិចផ្លូវការនៅក្នុងប្រព័ន្ធរដ្ឋកម្ពុជាទេហើយក៏មិនមានកំណត់ត្រាប្រវត្តិសាស្ត្រណាដែលបង្ហាញថាជនជាតិការ៉ែនធ្លាប់មានចលនានយោបាយអង្គការនយោបាយឬតួនាទីសំខាន់ក្នុងឆាកនយោបាយកម្ពុជាឡើយទាំងក្នុងសម័យអាណាព្យាបាលបារាំងបន្ទាប់ពីឯករាជ្យសង្គ្រាមស៊ីវិលរហូតដល់សម័យបច្ចុប្បន្នព្រោះគ្មានមូលដ្ឋានដែនដីគ្មានប្រជាជនគ្រប់គ្រាន់និងគ្មានប្រវត្តិរដ្ឋឬអំណាចសង្គមដើម្បីបង្កើតអត្តសញ្ញាណនយោបាយជាក្រុមដូច្នេះបើមានបុគ្គលណាម្នាក់មានដើមកំណើតការ៉ែនរស់នៅកម្ពុជាក៏ត្រូវបានចាត់ទុកនិងរស់នៅជាពលរដ្ឋធម្មតាក្នុងសង្គមខ្មែរមិនមែនជាតំណាងជាតិការ៉ែនឬជាកម្លាំងជាតិភាគតិចឡើយហើយនេះជាមូលហេតុសំខាន់ដែលធ្វើឲ្យការ៉ែននៅកម្ពុជាខុសពីជនជាតិចាមដែលមានប្រវត្តិសាស្ត្រដែនដីនិងសហគមន៍ធំធេងជាប់ពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូច្នេះសរុបមកជនជាតិការ៉ែននៅកម្ពុជាគឺជាករណីបាត់អត្តសញ្ញាណនយោបាយដោយសារចំនួនតិចនិងការលាយបញ្ចូលមិនមែនជាករណីជនជាតិភាគតិចមានអំណាចឬសម្លេងនយោបាយឡើយបើយើងប្រៀបធៀបជនជាតិការ៉ែននៅកម្ពុជានៅថៃនិងនៅមីយ៉ាន់ម៉ាក្នុងមុំមើលយុទ្ធសាស្ត្រតំបន់នឹងឃើញភាពខុសគ្នាយ៉ាងខ្លាំងទាំងផ្នែកអំណាចប្រជាសាស្ត្រតួនាទីនយោបាយនិងការគណនាយុទ្ធសាស្ត្ររបស់រដ្ឋម្ចាស់ដែនដីពីព្រោះជនជាតិការ៉ែននៅមីយ៉ាន់ម៉ាគឺជាតួអង្គនយោបាយនិងយោធាពេញលេញចំពោះជនជាតិការ៉ែននៅប្រទេសថៃគឺជាជនភៀសខ្លួននិងជារនាំងការពារនៅតាមព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ាខណៈដែលជនជាតិការ៉ែននៅកម្ពុជាគឺជាសហគមន៍រលាយមិនមានទម្ងន់យុទ្ធសាស្ត្រនៅមីយ៉ាន់ម៉ាការ៉ែនមានប្រជាជនរាប់លាននាក់មានដែនដីប្រវត្តិសាស្ត្រមានអង្គការនយោបាយមានកងកម្លាំងប្រដាប់អាវុធនិងមានសង្គ្រាមយូរអង្វែងជាមួយរដ្ឋមីយ៉ាន់ម៉ាដូច្នេះពួកគេជាបញ្ហាសន្តិសុខជាតិសង្គ្រាមផ្ទៃក្នុងនិងជាកត្តាអន្តរជាតិដែលទាក់ទាញការចាប់អារម្មណ៍ពីអាស៊ានចិនអាមេរិកនិងអង្គការសិទ្ធិមនុស្សពោលគឺជនជាតិការ៉ែននៅមីយ៉ាន់ម៉ាគឺជាកម្លាំងអាចផ្លាស់ប្តូរផែនទីនយោបាយប្រទេសនិងអាចបង្កើតជារដ្ឋឯករាជ្យបានខណៈដែលការ៉ែននៅប្រទេសថៃមិនមែនជាជនជាតិដើមប្រវត្តិសាស្ត្រដែលទាមទាររដ្ឋទេប៉ុន្តែមានចំនួនច្រើនរាប់លានអ្នកបូកបញ្ចូលទាំងជនជាតិភាគតិចលើភ្នំនិងជនភៀសខ្លួននិងរស់នៅជាប់ព្រំដែនមីយ៉ាន់ម៉ាដូច្នេះសម្រាប់ថៃការ៉ែនគឺជាកត្តាខែលការពារកត្តាសុវត្ថិភាពព្រំដែនកត្តាជនភៀសខ្លួន
និងកត្តាសម្ពាធអន្តរជាតិ ថៃមិនអនុញ្ញាតឲ្យកូរ៉ែនក្លាយជាកម្លាំងនយោបាយបំបែករដ្ឋនៅក្នុងប្រទេសខ្លួនទេ ប៉ុន្តែក៏មិនអាចបណ្ដេញឬបំបាត់ពួកគេបានទាំងស្រុង ដូច្នេះយុទ្ធសាស្ត្រថៃគឺគ្រប់គ្រង អត់ឱន ទប់ស្កាត់ ក្នុងពេលតែមួយ ដើម្បីប្រើកូរ៉ែនជាខ្សែការពារទល់មីយ៉ាន់ម៉ា ខណៈរក្សាទំនាក់ទំនងជាមួយរដ្ឋមីយ៉ាន់ម៉ា និងមិនឲ្យសង្គ្រាមឆ្លងចូលដែនខ្លួន ខណៈដែលកូរ៉ែននៅកម្ពុជាវិញស្ថិតក្នុងស្ថានភាពផ្ទុយស្រឡះ គឺមានចំនួនតិចខ្លាំង មិនមានដែនដីប្រវត្តិសាស្ត្រ មិនមានអង្គការនយោបាយ មិនមានកងកម្លាំង មិនមានអត្តសញ្ញាណសាធារណៈ និងបានលាយបញ្ចូលខ្លួនជាមួយសង្គមខ្មែរ រហូតមិនត្រូវបានរាប់ជាជនជាតិភាគតិចផ្លូវការផង ដូច្នេះក្នុងគណនាយុទ្ធសាស្ត្ររដ្ឋកម្ពុជា កូរ៉ែនគ្មានទម្ងន់សន្តិសុខ គ្មានទម្ងន់នយោបាយ និងគ្មានទម្ងន់ភូមិសាស្ត្រនយោបាយទេ គឺជាកត្តាមិនពាក់ព័ន្ធ ឬ irrelevant factor ដោយសរុបមក កូរ៉ែននៅមីយ៉ាន់ម៉ា គឺជាប្រធានបទរដ្ឋសង្គ្រាមអន្តរជាតិ ចំពោះកូរ៉ែននៅថៃ គឺជាប្រធានបទព្រំដែន ជនភៀសខ្លួន យុទ្ធសាស្ត្រតុល្យភាព ខណៈដែលកូរ៉ែននៅកម្ពុជា គឺជាប្រធានបទសង្គមរលាយ គ្មានអំណាច គ្មានយុទ្ធសាស្ត្រ ហើយភាពខុសគ្នានេះបង្ហាញច្បាស់ថា អំណាចនយោបាយរបស់ជនជាតិមួយ មិនកំណត់ដោយអត្តសញ្ញាណទេ ប៉ុន្តែកំណត់ដោយចំនួនប្រជាជន ដែនដី អង្គការនយោបាយ និងបរិបទភូមិសាស្ត្រនយោបាយ សូមអរគុណមិត្តអ្នកស្ដាប់ យើងនឹងជួបគ្នានៅវីដេអូបន្ទាប់ សូមអរគុណ